សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីរបៀបឆុងសូកូឡាទឹកដោះគោសម្រាប់ខ្នាតកែវលេខ22និងកែវលេខ32ដូច្នេះគ្រឿងផ្សំគោលរបស់យើងនោះគឺជាប្រភេទម្សៅសូកូឡាសុទ្ធ 100% ដែលយើងហៅថាម្សៅកាកាវសុទ្ធហើយអត់មានជាតិស្ករអត់មានបន្ថែមម្សៅដោះគោក្នុងនឹងទេបងប្អូនគឺថារសជាតិដិតធ្ងន់ណាហើយជាមួយនឹងប្រើជាមួយនឹងម្សៅទឹកដោះគោសាបម៉ាក់នេះបងប្អូនគឺថាដាក់ទៅគឺឡើងខ្ទិះហើយអត់មានជាតិផ្អែមទេម្សៅដោះគោនេះបន្តមកទៀតជាមួយនឹងទឹកដោះគោ Captiga Sapi ដែលជាទឹកដោះគោ Cap ប្រើត្រូវគ្រប់ភេសជ្ជៈទាំងអស់មិនថាកាហ្វេមិនថាគ្រឿងតែគុជទេបងប្អូនឥឡូវនេះយើងក៏មកចាប់ផ្ដើមឆុងទាំងអស់គ្នាដោយយើងយកកែវស្អាតមួយមករួចហើយយើងដួសជាមួយនឹងម្សៅសូកូឡាចំនួន1ស្លាបព្រាក្រិតមិនដួសពេញពេកណាបងប្អូនហើយបន្ថែមជាមួយនឹងម្សៅទឹកដោះគោចំនួន1ស្លាបព្រាក្រិតដូចគ្នាដែរបន្តមកទៀតយើងក៏ប្រើទឹកក្តៅចំនួន100មីលីលីត្រចាក់ចូលកូរម្សៅសូកូឡារបស់យើងឲ្យរលាយល្អកែវទី1នេះគឺសម្រាប់ខ្នាតកែវលេខ22បងប្អូនបន្តមកប្រើជាមួយនឹងទឹកដោះគោ Captiga Sapi របស់យើងនឹងចំនួន40មីលីលីត្រជាតិផ្អែមអាចបន្ថែមបន្ថយបានណាបងប្អូនចូលចិត្តផ្អែមជាងនឹងដាក់ដល់50 60អីទៅដោយសារតែម្សៅសូកូឡារបស់យើងអត់មានជាតិស្ករម្សៅដោះគោក៏អត់មានជាតិស្ករដែរអញ្ចឹងយើងត្រូវការជាតិផ្អែមពីទឹកដោះគោ Cap ហ្នឹងណារួចហើយយើងក៏កូរចូលគ្នាឲ្យសព្វបន្តមកទៀតយើងក៏ប្រើជាមួយនឹងប្រភេទទឹកដោះគោស្រស់ចំនួន20មីលីលីត្របានហើយដោយសារតែយើងនៅដាក់ topping ទឹកដោះគោស្រស់ពពុះពីលើទៀតហើយយើងក៏ប្រើជាមួយនឹងទឹកដោះគោរាវខ្ទិះចំនួន30មីលីលីត្របន្ថែមកូរចូលគ្នាឲ្យសព្វទុកវាម្លែកសិនចូលដល់កែវលេខ32ម្ដងប្រើជាមួយនឹងម្សៅសូកូឡារបស់យើងនឹងចំនួន1ស្លាបព្រាក្រិតកន្លះរួចហើយបន្ថែមម្សៅទឹកដោះគោចំនួន1ស្លាបព្រាក្រិតកន្លះដូចគ្នាដែរបន្តមកទៀតយើងក៏ប្រើទឹកក្តៅចំនួន150មីលីលីត្រចាក់ចូលហើយយើងរំលាយម្សៅសូកូឡារបស់យើងឲ្យវារលាយចូលគ្នាល្អចឹងមកណារួចហើយយើងក៏ប្រើជាមួយនឹងជាតិផ្អែមទឹកដោះគោ Cap ហ្នឹងចន្លោះពី60ទៅ70មីលីលីត្រសម្រាប់ខ្នាតកែវលេខ32ប៉ុន្តែជាតិផ្អែមបន្ថែមបន្ថយបានទេបងប្អូនស្រេចតាមចំណូលចិត្តណាចាក់ទឹកដោះគោ Cap ចូលកូរចូលគ្នាឲ្យសព្វរួចហើយយើងក៏ប្រើជាមួយនឹងទឹកដោះគោស្រស់កដាស់ម៉ាកណាក៏បានដែរចំនួន40មីលីលីត្រហើយយើងក៏បន្ថែមជាមួយនឹងទឹកដោះគោរាវខ្ទិះចំនួន40មីលីលីត្រទៀតមកដើម្បីធ្វើឲ្យសូកូឡារបស់យើងនឹងកាន់តែខ្ទិះឆ្ងាញ់ណាកូរចូលគ្នាឲ្យសព្វរួចហើយយកកែវលេខ22មកដួសទឹកកកដាក់ឲ្យពេញកែវចាក់ល្បាយសម្រាប់កែវលេខ22ចូលកែវលេខ32ដូចគ្នាដែរដួសទឹកកកដាក់ឲ្យពេញរួចហើយចាក់ល្បាយសូកូឡាសម្រាប់កែវលេខ32ចូលមកជាការស្រេចហើយជាចុងក្រោយយើងក៏តុបតែងបន្ថែមជាមួយនឹងពពុះទឹកដោះគោដែលយើងប្រើជាមួយនឹងទឹកដោះគោស្រស់កដាស់ហើយយើងខ្លះសេកកែវនឹងឲ្យត្រជាក់ដោះគោត្រជាក់ដែរបានសប់ទៅវាឡើងពពុះហ៎បងប្អូនចាក់យ៉ាងហោចណាស់ក៏ពាក់កណ្ដាលកែវនឹងដែរបានសប់ឡើងនេះបងប្អូននៅពេលដែលសប់ទៅគឺវាឡើងពេញកែវហ្មងណានេះហើយយើងក៏ចាប់ផ្ដើមស្រោចពពុះទឹកដោះគោរបស់យើងពីខាងលើសូកូឡារបស់យើងអញ្ចឹងមកជាចុងក្រោយយើងក៏ដេក័រដោយបន្ថែមជាមួយនឹងរោយសូកូឡាតិចតិចចឹងទៀតមកដើម្បីសោភ័ណភាពវាស្អាតហើយរសជាតិវាក៏ឆ្ងាញ់ដែរឥឡូវនេះសូកូឡាទឹកដោះគោរបស់យើងក៏បានរួចរាល់ណាបងប្អូនជឿនសបងប្អូនមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេឬក៏គ្រឿងផ្សំតែគុជបងប្អូនអាចឆាតចូល page ដែលនាងខ្ញុំដាក់ខាងចុងវីដេអូបានអរគុណច្រើនបងប្អូនទាំងអស់គ្នា